យើងរៀនអំពីធម្មពលនិងតម្រូវការធម្មពលតោះចាប់ផ្ដើមទាំងអស់គ្នារថយន្តអាចដំណើរការបានដោយប្រើប្រេងឥន្ធនៈប្រេងឥន្ធនៈគឺជាធម្មពលរបស់រថយន្តចំណែករាងកាយមនុស្សដំណើរការបានដោយសារធម្មពលដូចគ្នាប៉ុន្តែធម្មពលរបស់រាងកាយគឺបានមកពីចំណីអាហារធម្មពលរបស់យើងគឺប្រើប្រាស់ដើម្បីទ្រទ្រង់ជីវិតនិងសម្រាប់ធ្វើសកម្មភាពប្រចាំថ្ងៃដូច្នេះហើយយើងត្រូវបរិភោគអាហារដើម្បីទទួលបានធម្មពលតែបរិមាណអាហារដែលយើងត្រូវការមិនដូចគ្នានោះទេគឺវាអាស្រ័យទៅលើភេទអាយុនិងកម្រិតសកម្មភាពរាងកាយជាធម្មតាបើយើងបរិភោគអាហារច្រើនជាងតម្រូវការរាងកាយនោះយើងងាយនឹងឡើងទម្ងន់ហើយបើយើងបរិភោគអាហារតិចជាងតម្រូវការរាងកាយនោះយើងងាយនឹងស្រកទម្ងន់ដូច្នេះការរក្សាតុល្យភាពនៃធម្មពលចូលនិងធម្មពលចេញគឺសំខាន់ខ្លាំងណាស់សម្រាប់ទទួលបានទម្ងន់រាងកាយសមស្របសប្តាហ៍ថ្ងៃការទទួលបានធម្មពលមានភាពងាយស្រួលជាងការប្រើប្រាស់ធម្មពលមនុស្សមិនសូវចំណាយពេលនៅក្នុងការហាត់ប្រាណឬធ្វើការខាងក្រៅក៏ប៉ុន្តែបរិភោគអាហារដែលមានកាឡូរីខ្ពស់ដូចជាអាហារមានជាតិស្ករនិងខ្លាញ់ច្រើនជាញឹកញាប់ជាការពិតការលើសទម្ងន់និងភាពធាត់គឺជាកង្វល់មួយនៅក្នុងចំណោមបញ្ហាសុខភាពសាធារណៈនៅជុំវិញពិភពលោកនេះជាឧទាហរណ៍ខ្លះៗនៃអាហារដែលផ្ទុកជាតិស្ករនិងខ្លាញ់ច្រើនតើអ្នកអាចប្រាប់ពីចំនួនកាឡូរីដែលមាននៅក្នុងអាហារទាំងនេះបានឬទេ50កាឡូរី100កាឡូរីឬ200កាឡូរីចម្លើយគឺអាហារគ្រប់មុខផ្ដល់ថាមពលប្រហែល200កាឡូរីហើយនេះជាសកម្មភាពរាងកាយដែលអាចប្រើប្រាស់ថាមពល200កាឡូរីការដើរលេងឬរត់30ទៅ40នាទីការដើរជាទៀងទាត់60នាទីការធ្វើការងារផ្ទះ100នាទីការធ្វើការងារកសិកម្មដោយប្រើកម្លាំងធ្ងន់30នាទីនិងការឡើងកាំជណ្ដើរ2000កាំដូច្នេះតើអ្នកបានដឹងហើយមែនទេថាវាងាយស្រួលណាស់នៅក្នុងការបរិភោគអាហារ200កាឡូរីក៏ប៉ុន្តែវាពិបាកណាស់នៅក្នុងការប្រើប្រាស់ថាមពលនេះជាមូលហេតុដែលយើងត្រូវយកចិត្តទុកដាក់ពីបរិមាណអាហារដែលត្រូវបរិភោគនិងសកម្មភាពរាងកាយនិងកិច្ចការផ្សេងៗដែលត្រូវធ្វើជាទៀងទាត់